មានបញ្ហាធំហើយអ្នកប្រើ Xiaomi China version ណាចឹងមើលវីដេអូនេះឲ្យចប់ដល់ឆ្នាំ2026នេះការ unlock bootloader គឺបានបិទជាស្ថាពរមែនតែនហើយគឺលែង unlock bootloader បានទាំងអស់ទោះយើងទិញ Switch ក៏ដោយចំពោះបងប្អូនដែលប្រើ China version ណាគួរតែ flashback មក China firmware វិញជាបន្ទាន់ហើយជាកំហិតជៀសវាងការ error ណាមួយដែលមិនអាច flash មក China មកវិញណាចឹងបងប្អូនគួរតែរកអ្នកជំនាញដែលគាត់អាចជួយអ្នកទាំងអស់គ្នាបានសម្រាប់ទូរស័ព្ទដែលបាន flash ទៅ firmware global នឹងអាចនឹងមានបញ្ហានៅពេលដែលគេបានបិទ policy នឹងបានបិទការ unlock bootloader ហ្នឹងណាចឹងវាពិបាកនៅក្នុងការត្រឡប់មក China version វិញចឹងបើសិនជាមានឱកាសគួរតែ flash មក China វិញទៅសម្រាប់ដែលអ្នកបងប្អូនដែលប្រើ global firmware ណាហើយអញ្ចឹងចូលរួមសោកស្ដាយផងចំពោះ device China ថ្មីនេះមិនអាច unlock bootloader flash global firmware បានទៀតទេអញ្ចឹងគឺជាចំណុចមួយដែលពិបាកមែនទែនសម្រាប់បងប្អូនជាអ្នកលក់និងអ្នកប្រើប្រាស់មួយចំនួនដែរដែលគាត់ចង់បានតម្លៃធូរថ្លៃដែលទិញ China version មកប្រើប្រាស់ណាអញ្ចឹងចូលរួមសោកស្ដាយម្ដងទៀតទៅលើ Xiaomi ហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ